Video nàyគឺយើងបន្តចូលដល់ចំណុចទី7ដែលយើងសិក្សាអំពី Window Explorer ជាងបងប្អូនមកស្គាល់ហើយទាក់ទងទៅនឹង Window Explorer ដើម្បីធ្វើការបើក Window Explorer យើងចុច Start button បូកជាមួយនឹងអក្សរ E បាទជាងវានឹងបង្ហាញផ្ទាំង Window Explorer នឹងហើយឬក៏បាទលោកគ្រូធ្លាប់បង្ហាញយើង double click ឬក៏ចុចមកឆ្វេងពីរដងឲ្យញាប់ទៅលើ DPC បាទ icon នៃ DPC នេះណាចេញទៅក៏វាបង្ហាញបាទផ្ទាំង Window Explorer នេះឲ្យយើងដែរជាងគេថាផ្ទាំង Window Explorer ហ្នឹងគឺជាផ្ទាំង Window មួយប្រើសម្រាប់ធ្វើការគ្រប់គ្រងទិន្នន័យដែលមាននៅក្នុង hard disk បាទ hard disk វាប្រៀបដូចជា memory ទូរស័ព្ទយើងអញ្ចឹងណាគេថា hard disk ជាឧបករណ៍សម្រាប់ធ្វើការផ្ទុកទិន្នន័យនៅក្នុង computer ជាងវាផ្ទុកទិន្នន័យជាអចិន្ត្រៃយ៍តែម្ដងទោះបីជាយើងបិទ computer ក៏វារក្សាបាទផ្ទុកទិន្នន័យឲ្យយើងដែរជាទូទៅ hard disk មានចំនួន2 drive គឺ drive C និង drive D ជាងធម្មតានៅពេលដែលយើងចុចទៅលើបើក Windows Explorer របស់យើងហើយយើងចុចទៅលើ DPC នេះជាវានឹងបង្ហាញនៅ drive ចំនួន2បាទទី1គឺ drive C ហើយទី2គឺ drive បាទ D ហើយចំពោះ drive របស់ computer លោកគ្រូគឺ drive E គឺវាអាស្រ័យទៅលើការកំណត់របស់យើងទេអក្សរ E D ឬក៏ F ហ្នឹងណាគេមានវិធីសាស្ត្រក្នុងការកំណត់អញ្ចឹងវាអត់ជាបញ្ហាទេណាយើងអាចប្រើប្រាស់បានដូចគ្នាបន្ទាប់មកគេថាយើងក៏អាចធ្វើការបែងចែកចេញពី drive C និង drive D ទៅជា drive ផ្សេងទៀតជាច្រើនដូចជា drive A drive B drive E drive F ហើយនិង drive G ជាដើមអាស្រ័យលើតម្រូវការរបស់ម្ចាស់កុំព្យូទ័រផ្ទាល់ហើយវាមានរបៀបក្នុងការបែងចែកជាច្រើនវិធីនៅក្នុង drive នីមួយៗមានផ្ទុកទៅដោយ file ហើយនិង folder ជាច្រើនបាទអញ្ចឹងនៅក្នុងនេះវិធីសាស្ត្រនៅក្នុងការបែងចែកចេញពី drive C drive D ឲ្យបានជា drive ផ្សេងៗនេះគឺមានវិធីច្រើនហើយយើងអាចធ្វើការបែងចែកនៅមុខងារដែលមាននៅក្នុង Windows របស់យើងស្រាប់ហើយនឹងប្រើប្រាស់នៅកម្មវិធីក៏បានដែរប៉ុន្តែការបែងចែកមួយចំនួនគឺអាចធ្វើឲ្យប៉ះពាល់ដល់ Windows របស់យើងអាចធ្វើឲ្យ Windows របស់យើង error អត់អាចប្រើប្រាស់បានទៀតទេជានៅក្នុងនេះដើម្បីអាចចូលទៅកាន់ Windows Explorer របស់យើងបានគឺយើងមានច្រើនវិធីបាទពីមុនលោកគ្រូបង្ហាញតែ2ទេឥឡូវគឺយើងឲ្យដឹងបាទចេះទាំងអស់តែម្ដងអញ្ចឹងទី1គឺយើងចុចបាទ keyboard start button ណា start button លើ keyboard របស់យើងហ្នឹងបូកជាមួយអក្សរ E បាទនេះ start button យើងនេះចុចឲ្យជាប់ហើយចុចអក្សរ E ជាលោកគ្រូចុចលើ keyboard របស់លោកគ្រូបាទ start button អក្សរ E ជាមួយនឹងធ្វើការបង្ហាញនៅផ្ទាំង Windows Explorer នេះឲ្យលោកគ្រូហើយបាទឥឡូវលោកគ្រូដាក់វាមកផ្នែកខាងឆ្វេងនេះសិនដើម្បីងាយស្រួលឥឡូវចេះនេះវិធីសាស្ត្រទី1ដែលយើងចេះបើកណាទៅតទៅនឹង Windows Explorer បន្តមកទី2គឺថា right click ឬក៏យើងហៅថា mouse ស្ដាំទៅលើ DPC ហើយយកពាក្យថា open បាទនេះ DPC របស់យើងអញ្ចឹងយើងអាចធ្វើការចុច button ខាងស្ដាំនៃ mouse របស់យើងណាបន្ទាប់មកយើងយកពាក្យថា open ជាមួយនឹងធ្វើការបើកផ្ទាំង Windows Explorer នេះឲ្យយើងហើយទីសាស្ត្រមួយទៀតនិយាយថា double click លើ DPC បាទ double click មានថាយើងចុចមកឆ្វេង2ដងឲ្យញាប់លើបាទ DPC របស់យើងនេះជាងចុចមកឆ្វេងលើ2ដងឲ្យញាប់មកជាងវានឹងធ្វើការបើកឲ្យយើងដូចគ្នាទីសាស្ត្របន្តទៀតគឺគេឲ្យយើងចុចទៅលើ File Explorer តែម្ដងបាទបងប្អូនស្គាល់ File Explorer ហ៎បាទខាងក្រោមនេះគឺជា File Explorer បាទជាងយើងគ្រាន់តែចុចមកឆ្វេងលើវាមួយមកគឺវានឹងធ្វើការបើកនៅផ្ទាំង Windows Explorer ហ្នឹងឲ្យយើងហើយទីសាស្ត្របន្តទៀតគេថា right click លើ Start button ហើយបន្ទាប់មកគឺយើងបាទចុចទៅលើ File Explorer បាទនេះមានន័យថាយើងមកស្ដាំឲ្យចំ Start button របស់យើងនេះនៅលើអេក្រង់កុំព្យូទ័រ Start button លើអេក្រង់កុំព្យូទ័ររបស់យើងហើយយើងយកវាថា File Explorer បាទចុចលើវាមកជាងវានឹងធ្វើការបើកនៅផ្ទាំង Windows Explorer ឲ្យយើងដូចគ្នាបន្ទាប់ទៀតគេថាឬ double click លើ folder ណាមួយនោះយើងអាចធ្វើការបើកផ្ទាំង Windows Explorer បានហើយបាទជាងក្នុងនេះមានន័យថាចេះឧទាហរណ៍ថាយើងមាន folder មួយបាទ folder ពណ៌រៀងលឿងបែបនេះណាបើសិនជាករណីយើងមាននៅលើ desktop របស់យើង
ជាងយើងអាចធ្វើការបាទចុច double click ឬក៏មកស្ដាំយកពាក្យថា open នេះក៏បានដែរបាទជាងយើងអាចធ្វើការបើកនៅផ្ទាំង Windows Explorer ក៏បានដែរបាទនេះទាក់ទងទៅនឹងការបើកអញ្ចឹងបងប្អូនអាចចេះបើកទាំងអស់គ្នាណាបាទបន្ទាប់ពីយើងចេះបើកហើយយើងសិក្សាបន្តទៀតអញ្ចឹងនៅក្នុងផ្ទាំង Windows Explorer គឺវាមានមុខងារមួយចំនួនដែលយើងត្រូវដឹងទី1ទាក់ទងទៅនឹង button បាទផ្នែកខាងស្ដាំដៃនេះគឺមាន button ខ្វែងនេះគឺយើងប្រើសម្រាប់ធ្វើការបិទនៅផ្ទាំង Windows Explorer ហើយនេះគេហៅថា Maximize and Restore button ប្រើសម្រាប់ធ្វើការពង្រីកពង្រួមនៅផ្ទាំង Windows Explorer របស់យើងហើយសញ្ញាដកនេះសម្រាប់ធ្វើការទម្លាក់នៅផ្ទាំងនោះមកលើ taskbar របស់យើងបន្តទៀតសញ្ញាព្រួញបាទសញ្ញាព្រួញបាញ់ទៅឆ្វេងបាញ់ទៅស្ដាំនេះសញ្ញាព្រួញបាញ់ទៅឆ្វេងនេះគេប្រើសម្រាប់ធ្វើការថយក្រោយបាទហើយបើសម្រាប់សញ្ញាព្រួញបាញ់ទៅស្ដាំគឺប្រើសម្រាប់ធ្វើការបាទទៅមុខហើយនៅក្នុងនេះគឺវាមាន try C និង try D គេរៀបរាប់លម្អិតជូនយើងជាង try C នេះគេថាសម្រាប់ធ្វើការផ្ទុកនៅ Windows និងកម្មវិធីដែលបានដំឡើង try C គ្រប់គ្រងទៅលើទីតាំង desktop document download music picture ហើយនិង video បាទហើយ try D នេះគឺសម្រាប់ធ្វើការផ្ទុកឯកសារសំខាន់បាទអញ្ចឹងនៅក្នុងនេះគឺដើម្បីយល់កាន់តែច្បាស់នោះគឺលោកគ្រូបើកបង្ហាញហើយអនុវត្តជូនតែម្ដងដើម្បីយល់បាទគឺលោកគ្រូបើកផ្ទាំង Windows Explorer បាទអញ្ចឹងកាលណាយើងបើកបែបនេះហើយដោយដែលលោកគ្រូបង្ហាញអញ្ចឹងគឺផ្នែកខាងស្ដាំគឺយើងមានប៊ូតុនខ្វែងបែបនេះយើងហៅថា close button នៅពេលយើងចុចលើវាទៅគឺបិទផ្ទាំង Windows Explorer ហ្នឹងហើយបាទបន្តទៀតនេះគេហៅថា Maximize and Restore button សម្រាប់ធ្វើការពង្រីកនិងពង្រួមនៅផ្ទាំង Windows Explorer របស់យើងបាទយើងចុចទៅលើវាមួយបាទមានន័យថាយើងធ្វើការពង្រួមនៅពេលយើងចុចលើវាមួយទៀតមានន័យថាយើងធ្វើការពង្រីកវាទីគឺ Minimize button មានរាងដូចសញ្ញាដកប្រើសម្រាប់ធ្វើការទម្លាក់វាមកលើ taskbar បាទជាងនៅពេលយើងចុចមកឆ្វេងលើវាមួយគឺវាទម្លាក់មកលើ taskbar នេះហ៎chứបើសិនជាករណីយើងចង់បង្ហាញវាវិញយើងគ្រាន់តែយកម៉ៅរបស់យើងបាទចុចលើវាមួយមកchứវានឹងបង្ហាញយើងវិញបាទបន្តមកសញ្ញាព្រួញបាទបាញ់ឆ្វេងស្ដាំនេះមានន័យថានៅពេលដែលយើងចុចចូលទៅក្នុង try E បាទបើទៀតថាលោកគ្រូចុចបាទ double click ដើម្បីចូលទៅក្នុង try របស់យើងណាមួយណា double click ដូចគ្នាឬក៏មកស្ដាំជាពីថា open ក៏បានដែរបាទជាងចូលក្នុង try E ហ្នឹងមកជាងឧទាហរណ៍យើងចង់ថយក្រោយវិញជាងយើងធ្វើម៉េចបាទជាងចុចទៅលើសញ្ញាព្រួញបាញ់មកឆ្វេងនេះមកជាងវាថយក្រោយត្រឡប់មកបាទ try ឃើញ try របស់យើងបែបនេះវិញជាបើសិនជាករណីយើងចង់ទៅមុខវិញយើងអាចបាទជីកទៅលើបាទសញ្ញាព្រួញបាញ់ទៅខាងស្ដាំនេះជាងយើងទៅមុខវិញឃើញទេបាទជាបើឧទាហរណ៍យើងចុចចូលទៅក្នុងបាទ folder វគ្គកុំព្យូទ័រកម្រិតដំបូងនេះទៀតបាទចុចចូលទៅជាបើយើងចង់ថយក្រោយមក folder នេះបាទវគ្គកុំព្យូទ័រកម្រិតដំបូងវិញឃើញទេជាវាថយបាទនេះទៅមុខវិញឃើញទេបាទបន្តមកលោកគ្រូនឹងធ្វើការបង្ហាញឲ្យច្បាស់ទាក់ទងត្រង់ try C ហើយនិង try D ជាង try C នេះគឺយើងប្រើវាសម្រាប់ធ្វើការផ្ទុកនៅ Windows ហើយនិងកម្មវិធីដែលយើងបានធ្វើការដំឡើងដោយដែលគេបង្ហាញនៅខាងក្រោមនេះឥឡូវយើងអានមួយឲ្យដឹងទាំងអស់គ្នាគេថា try C សម្រាប់ធ្វើការផ្ទុកនៅ Windows ជាង Windows គឺជាប្រភេទដែលគេ Operating System វាជាកម្មវិធីដែលយើងធ្វើការដំឡើងចូលទៅក្នុងកុំព្យូទ័រដើម្បីឲ្យឧបករណ៍កុំព្យូទ័ររបស់យើងអាចស្គាល់គ្នាដំណើរការបានបើកចេញបង្ហាញជាលទ្ធផលបាទអញ្ចឹងកម្មវិធីទាំងអស់ហ្នឹងនៅពេលដែលដំឡើងចូលក្នុងកុំព្យូទ័រគឺមានផ្ទុកនៅក្នុង try C នេះឯងបាទវាត្រូវបានផ្ទុកនៅក្នុង try C ណាបាទបន្តទៀតគេថានឹងកម្មវិធីដែលបានដំឡើងបាទអញ្ចឹងកម្មវិធីដែលបានដំឡើងគឺសំដៅទៅលើ application គឺជាកម្មវិធីដែលយើងទៅ download ពី browser ដូចជា Google Chrome Firefox ហើយនិង Microsoft Edge ជាដើមជាងយើងទៅ download ហើយដំឡើងឧទាហរណ៍ដូចកម្មវិធីទាំងអស់នេះលោកគ្រូទៅ download ហើយដំឡើងចូលទៅក្នុងកុំព្យូទ័ររបស់លោកគ្រូអញ្ចឹងរាល់ file ដែលបានដំឡើងកម្មវិធីទាំងអស់នេះគឺវានឹងរត់ចូលទៅក្នុង try C នេះទាំងអស់បាទបន្តទៀតគេថា try C របស់យើងនេះ try C របស់យើងទៀតវាយ៉ាងម៉េចគឺវាគ្រប់គ្រងទៅលើទីតាំងមានដូចជា desktop document download music picture ហើយនិង video មានថាទីតាំងទាំងអស់នេះទីតាំង desktop document download music picture video គឺវាគ្រប់គ្រងទៅដោយ try C នេះហើយទីតាំងទាំងអស់នេះ
ក៏ដូចទីតាំងបាទនៅផ្នែកខាងស្ដាំនេះដែរគឺដូចគ្នាបាទយើងចង់ចុចចូលទីតាំងវីដេអូត្រង់កន្លែងនេះក៏បានឬក៏បាទកន្លែងនេះក៏បានគឺដូចតែគ្នាទេគ្រាន់តែវាបង្ហាញពីរកន្លែងអញ្ចឹងណាបាទជាសួរថាមូលហេតុអីមិនចាំបាច់យើងធ្វើបង្ហាញពីរកន្លែងបែបហ្នឹងអញ្ចឹងយើងធ្វើបែបហ្នឹងគឺដើម្បីងាយស្រួលក្នុងការចុចចូលទីតាំងណាមួយឧទាហរណ៍ថាលោកគ្រូចុចចូលទៅកាន់ទីតាំងវីដេអូនេះចុះបាទសម្រាប់លោកគ្រូចុចចូលទីតាំងហ្នឹងឃើញទេមាននៅបាទរូបភាពឬក៏វីដេអូជាលោកគ្រូចង់ចូលទីតាំង picture វិញលោកគ្រូមិនបាច់ចាំហត់បាទសញ្ញាចុចសញ្ញាព្រួយបាញ់បាទឆ្វេងនេះដើម្បីថយក្រោយឲ្យចុចចូលទីតាំង picture នេះទេតោះណាជាវាធ្វើឲ្យយូរកាលណាយើងចុចចូលទីតាំងវីដេអូហើយបើសិនជាករណីយើងចង់ចុចចូលទៅកាន់ទីតាំង picture វិញបាទវាមាននៅកន្លែងនេះស្រាប់អញ្ចឹងគ្រាន់តែអីគេគ្រាន់តែចុចមកឆ្វេងលើវាមួយមកគឺយើងអាចចូលទៅកាន់ទីតាំង picture នឹងបានហើយតោះណាបាទចាំចុចថយក្រោយហើយបានចុចចូលទៅកាន់ទីតាំង picture នឹងនាំទៅយូរទេហើយត្រាយទាំងអស់នេះដូចគ្នាបាទគឺទីតាំងនេះតែមួយទេត្រាយ C ក៏ដូចត្រាយ C កន្លែងនេះដែរដូចគ្នាណាគេប្រកាសចឹងដើម្បីងាយស្រួលយើងចុចបានលឿនហើយរហ័សណាហើយបន្តមកគឺត្រាយ D ឬក៏ត្រាយ E ត្រាយ F របស់យើងនិយាយរួមឲ្យតែត្រាយក្រៅពីត្រាយ C នេះគឺយើងប្រើសមត្ថការផ្ទុកទិន្នន័យបាទផ្ទុកទិន្នន័យអញ្ចឹងយើងផ្ទុកនៅក្នុងទីតាំងហ្នឹងទៅគឺវាសុវត្ថិភាពបាទជាងទីតាំងផ្សេងវាផ្ទុកទិន្នន័យជាអចិន្ត្រៃយ៍ហើយនៅពេលដែលមានបញ្ហា error នៅ Windows របស់យើងក៏គ្មានបញ្ហាដែរណាយើងអាចធ្វើការរក្សាទុកឯកសារយើងអាចយកឯកសាររបស់យើងមកវិញបានណាប៉ុន្តែបើសិនជាករណីយើងផ្ទុកនៅទីតាំងទាំងអស់នេះមានដូចជា desktop document download រហូតដល់វីដេអូនេះបាទទីតាំងទាំងអស់នេះអញ្ចឹងនៅពេលដែល Windows របស់យើង error បាទ Windows នេះកម្មវិធីដែលមាននៅក្នុង Drive C របស់យើងនេះវា error វាមានបញ្ហាណាមួយយើងបើក computer លេងចេញអញ្ចឹងនៅពេលដែលគេធ្វើការដំឡើងនៅ Windows ថ្មីគឺវានឹងធ្វើការលុបនៅទិន្នន័យដែលមាននៅក្នុងបាទទីតាំងទាំងអស់នេះបាទទីតាំង desktop document download music video picture ទាំងអស់ហ្នឹងហើយនៅក្នុង Drive C គឺត្រូវលុបចេញទាំងអស់គ្មានសល់ទេអញ្ចឹងបើយើងទុកឯកសារនៅទីតាំងទាំងអស់ហ្នឹងគឺវានឹងបាត់มันអាចយកមកវិញបានឡើយប៉ុន្តែបើសិនជាករណីយើងទុកនៅក្នុងទីតាំង Drive E Drive D ឬ Drive F គឺយើងអាចធ្វើការផ្ទុកវាដោយសុវត្ថិភាពទោះបីជាមានបញ្ហា error Windows ក៏ដោយយើងលោកគ្រូចង់បញ្ជាក់ឡើងហ្នឹងណាអញ្ចឹងពេលយើងធ្វើកិច្ចការងារអីមួយក៏ដោយយើងដាក់នៅក្នុង Drive D ឬក៏ Drive E របស់យើងនេះមកហាមដាក់នៅក្នុង Drive C ហើយនឹងទីតាំងដទៃទៀតបាទដោយសារទីតាំងដទៃទៀតគឺគ្រប់គ្រងដោយ Drive C តោះណាអញ្ចឹងលោកគ្រូបញ្ជាក់ Drive E ប្រើសុវត្ថិការផ្ទុកនៅទិន្នន័យដោយសុវត្ថិភាពហើយ Drive C នេះគឺវាគ្រប់គ្រងទៅលើទីតាំងទាំងអស់បាទនិយាយរួមទីតាំងនៅក្នុងកុំព្យូទ័ររបស់យើងទាំងអស់គឺគ្រប់គ្រងដោយ Drive C លើកលែងតែ Drive E នេះទេឬក៏ Drive D ទេដែល Drive C មិនមែនជាអ្នកគ្រប់គ្រងទោះបីជាយើង error Windows ក៏ដោយក៏យើងអាចងាយស្រួលយកទិន្នន័យបាទឬក៏អាចយកទិន្នន័យចេញពីកុំព្យូទ័ររបស់យើងវិញដែរអត់បាត់បង់ទេណាអញ្ចឹងតកតងទៅនឹងបាទចំណុចទី7ដែលយើងសិក្សាពី Windows Explorer គឺលោកគ្រូមានប៉ុណ្ណឹងហើយនៅវីដេអូក្រោយគឺយើងចូលដល់សំណួរចម្លើយបាទអញ្ចឹងលោកគ្រូមានប៉ុណ្ណឹងសូមអរគុណ